តើវាសនារបស់កំពូលតួឯកប្រុសដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងនៅលើវិថីសិល្បៈគីមសូយុនអាចនឹងត្រូវបញ្ចប់ត្រឹមនេះមែនទេសួស្តីអ្នកនរគ្នានៅថ្ងៃនេះខ្ញុំបាទច័ន្ទតារារិទ្ធនឹងមកនិយាយពីរឿងរ៉ាវដែលកំពុងតែផ្ទុះកក្តៅខ្លាំងមែនទែននៅក្នុងវិស័យសិល្បៈកូរ៉េខាងត្បូងហើយមិនត្រឹមតែល្បីនៅក្នុងប្រទេសកូរ៉េតែប៉ុណ្ណោះទេសូម្បីតែនៅលើពិភពលោកក៏កំពុងតែមានការចាប់អារម្មណ៍ចំពោះរឿងនេះផងដែរដោយដែលអ្នកនរគ្នាបានដឹងហើយថាគីមសូយុនគឺគាត់ជាកំពូលតារាសម្ដែងដ៏ល្បីល្បាញហើយខ្សែភាពយន្តរបស់គាត់គឺសុទ្ធតែទទួលបានការគាំទ្រគាត់គឺជាតួឯកប្រុសនៅក្នុងរឿងល្បីៗជាច្រើនដូចជារឿង It's Okay Not to Be Okay រឿង Dream High រឿង My Love from the Star ជាពិសេសគឺរឿងចុងក្រោយដែលគាត់បានសម្ដែងបាទ Queen of Tears បាទប៉ុន្តែនៅពេលបច្ចុប្បន្ននេះគឺគាត់កំពុងតែមានរឿងអាស្រូវដោយសារតែគាត់បានពាក់ព័ន្ធជាមួយនឹងតារាសម្ដែងស្រី Kim Se-ron ដែលគាត់បានបញ្ចប់ជីវិតទៅកាលពីពេលថ្មីៗនេះនៅក្នុងវ័យ24ឆ្នាំដែលគេបានសង្ស័យថាការបញ្ចប់ជីវិតរបស់ Kim Se-ron គឺមានពាក់ព័ន្ធជាមួយនឹង Kim So-yeon កាលពីពេលថ្មីៗនេះមានភស្តុតាងជាច្រើនត្រូវបានបែកធ្លាយពីពេញបណ្ដាញសង្គមដែលទាក់ទងជាមួយនឹង Kim So-yeon និង Kim Se-ron ដែលបញ្ជាក់កាន់តែច្បាស់ថាអ្នកទាំងពីរពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នាពិតប្រាកដមែនអ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺនៅពេលដែលពួកគេចាប់ផ្ដើមតាក់ទងគ្នា Kim Se-ron ដែលមានអាយុត្រឹមតែ15ឆ្នាំតែប៉ុណ្ណោះដែលនេះគឺជាមូលហេតុដ៏រសើបមួយហើយជាពិសេសនៅក្នុងឆ្នាំ2025នេះ Kim Se-ron បានបញ្ចប់អាយុជីវិតរបស់ខ្លួននៅត្រឹមតែអាយុ24ឆ្នាំហើយនៅក្នុងនោះក៏មានមួយចំណែកធំពាក់ព័ន្ធជាមួយនឹង Kim So-yeon នេះឯងពាក់ព័ន្ធជាមួយនឹងករណីនេះដែរដំបូងឡើយភ្នាក់ងាររបស់លោក Kim So-yeon នៅតែបដិសេធថារឿងនេះមិនមែនជាការពិតទេប៉ុន្តែនៅប្រហែលថ្ងៃចុងក្រោយនេះបន្ទាប់ពីមានភស្តុតាងបានបែកធ្លាយកាន់តែច្បាស់ទើបពួកគេទទួលស្គាល់ថា Kim So-yeon ពិតជាមានទំនាក់ទំនងស្នេហាជាមួយនឹង Kim Se-ron ពិតមែនយ៉ាងណាក៏ដោយពួកគេបានអះអាងថាការដែលពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នានោះគឺពេលដែល Kim Se-ron ពេញវ័យទៅហើយនៅពេលបច្ចុប្បន្ននេះនៅមានរូបភាពជាច្រើនទៀតដែលក្រុមគ្រួសាររបស់ Kim Se-ron គ្រោងនឹងបង្ហាញជាបន្តបន្ទាប់ប្រសិនបើភ្នាក់ងាររបស់លោក Kim So-yeon ធ្វើការបកស្រាយខុសពីការពិតភស្តុតាងជាច្រើនដែលធ្វើឲ្យមហាជនទូទាំងពិភពលោកកាន់តែមានភាពជឿជាក់ថា Kim So-yeon ពិតជាមានទំនាក់ទំនងជាមួយនឹង Kim Se-ron នោះគឺក្នុងនោះរួមមានដូចជារូបភាពស្និទ្ធស្នាលជាមួយគ្នាការដែលពួកគេតាក់ទងគ្នាក៏ដូចជាសម្បត្តិស្នេហាដែល Kim So-yeon បានផ្ញើទៅកាន់ Kim Se-ron នៅពេលដែល Kim So-yeon កំពុងតែបំពេញកាតព្វកិច្ចយោធាសម្បត្តិស្នេហានោះគឺ Kim So-yeon បានបង្ហាញអំពីអារម្មណ៍ទំនាក់ទំនងស្នេហាយ៉ាងជ្រាលជ្រៅទៅកាន់ Kim Se-ron ដែលយើងមើលទៅស្នេហានេះគឺមិនមែនជាស្នេហាបែបធម្មតាទេប៉ុន្តែជាស្នេហាដ៏ផ្អែមល្ហែមហើយប្រសិនបើ Kim Se-ron បានអានសម្បត្តិនោះគឺនាងប្រកាសជារំភើបនឹងជឿជាក់ថានាងអាចផ្ញើវាសនាទៅលើបរិសម្នាក់នោះប៉ុន្តែយ៉ាងណាចុងក្រោយអ្នកទាំងពីរបានបែកគ្នាហើយនៅក្នុងឆ្នាំ2025នេះយើងមិនដឹងថា Kim Se-ron បានទទួលរងនៅវិបត្តិផ្លូវចិត្តអ្វីខ្លះនោះទេទើបនាងសម្រេចបញ្ចប់ជីវិតនៅក្នុងថ្ងៃខួបកំណើតរបស់ Kim So-yeon តែម្ដងទាក់ទងជាមួយនឹងរឿងរ៉ាវអាស្រូវដ៏រសើបនេះផងដែរមហាជននៅទូទាំងពិភពលោកបានសម្ដែងនូវការព្រួយបារម្ភជាខ្លាំងចំពោះវាសនារបស់ Kim So-yeon បារម្ភរឿងទី1គឺទាក់ទងជាមួយនឹងប្រជាប្រិយភាពក៏ដូចជាកេរ្តិ៍ឈ្មោះដែលគាត់បានខំកសាងមកអស់ជាច្រើនឆ្នាំឥឡូវបែរជាមករលាយត្រឹមមួយប្រព្រឹត្តភ្នែកហើយរឿងដែលគេកាន់តែបារម្ភទី2នោះគឺគេខ្លាចមានការធ្វើអត្តឃាតដោយ Kim Se-ron ដែរដោយសារតែឥឡូវនេះបើតាមព័ត៌មានពីភ្នាក់ងាររបស់ Kim So-yeon គឺគាត់កំពុងតែរងនៅសម្ពាធផ្លូវចិត្តជាខ្លាំងដោយសារតែមហាជនបានធ្វើការជេរស្ដីបន្ទោសជាខ្លាំងដែលពួកគេតែងតែគិតថា Kim So-yeon គឺជាសុភាពបុរសដ៏ល្អម្នាក់ប៉ុន្តែចុងក្រោយបែរជាពាក់ព័ន្ធនឹងរឿងអាស្រូវដ៏រសើបបែបនេះទៅវិញហើយថែមទាំងអាចជាមូលហេតុធ្វើឲ្យនារីដ៏ស្រស់ស្អាតម្នាក់នាងត្រូវបានបញ្ចប់ជីវិតទាំងវ័យក្មេងវិស័យសិល្បៈកូរ៉េខាងត្បូងគឺរឿងបែបនេះពិតជារសើបខ្លាំងមែនទែននៅពេលដែលតារាណាមួយមានរឿងរ៉ាវអាស្រូវគឺពួកគេពិបាកនឹងស្ដារគេឈ្មោះណាស់កុំថាឡើយរឿងដ៏ធំដូច Kim So-yeon សូម្បីតែរឿងតូចតាចដូចជាពិសាគ្រឿងស្រវឹងហើយទៅបង្កនៅគ្រោះថ្នាក់ចរាចរណ៍ក៏អាចធ្វើឲ្យពួកគេចប់អាជីពនៅលើវិថីសិល្បៈនេះដែរព័ត៌មាននៅពេលបច្ចុប្បន្ននេះគឺមានបណ្ដាក្រុមហ៊ុនធំៗជាច្រើនដែលធ្លាប់តែជាដៃគូសហការផ្សព្វផ្សាយផលិតផលជាមួយនឹង Kim So-yeon គឺបានដកខ្លួនជាបន្តបន្ទាប់ជាពិសេសនោះ brand ដ៏ធំនៅលើពិភពលោក Prada បានផ្ដាច់កងត្រាជាមួយនឹង Kim So-yeon ហើយដែលគាត់បានធ្វើជា BA ឲ្យក្រុមហ៊ុននេះអស់រយៈពេលជាច្រើនឆ្នាំមកហើយអ្វីដែលកាន់តែធ្ងន់ធ្ងរនោះប្រសិនបើក្រុមហ៊ុនទាំងអស់នោះធ្វើការប្តឹងទាមទារសំណងទៅដល់ Kim So-yeon គឺ Kim So-yeon នឹងត្រូវសងសំណងរាប់លានដុល្លារទៀតផងយ៉ាងណាមិញយើងមិនដឹងថាតើចុងបញ្ចប់នៅក្នុងសាច់រឿងមួយនេះ
វាសនារបស់គឹមសូយុននឹងទៅជាយ៉ាងណានោះទេក៏ប៉ុន្តែខ្ញុំសូមចូលរួមចំណែកបន្តិចទាក់ទងជាមួយនឹងបញ្ហានេះខ្ញុំសង្ឃឹមថាអ្នកគាំទ្រទាំងអស់គ្នានឹងបន្ធូរបន្ថយនៅការស្ដីបន្ទោសក៏ដូចជាការរិះគន់ការជេរស្ដីទៅលើគឹមសូយុនបានខ្លះៗដោយសារតែអីដោយសារតែខ្ញុំមិនចង់ឲ្យមាននៅរឿងហេតុណាមួយកើតឡើងចំពោះគឹមសូយុនដូចជាគឹមសេរ៉ុននោះទេខ្ញុំចង់ឲ្យច្បាប់ជាអ្នកដោះស្រាយឲ្យគាត់ទទួលទោសនៅអ្វីដែលគាត់បានធ្វើខុសក៏ប៉ុន្តែកុំឲ្យគាត់ដើរដល់ផ្លូវទាល់ត្រូវបញ្ចប់ជីវិតដោយសារតែអីដោយសារតែរឿងហេតុដែលកើតឡើងលើគឹមសេរ៉ុនគឺជារឿងដ៏សោកសៅមួយហើយយើងមិនចង់ឃើញនៅទស្សនវិជ្ជាបែបនេះកើតឡើងចំពោះគឹមសូយុនទៀតនោះទេសរុបមកវិញប្រសិនបើចង់បញ្ចប់នៅសាច់រឿងមួយនេះគឹមសូយុនត្រូវបានបញ្ចប់អាជីពរបស់គាត់នៅក្នុងវិស័យសិល្បៈគឺខ្ញុំពិតជាសោកស្ដាយខ្លាំងមែនទែនដោយសារតែគឹមសូយុនគឺជាតារាសម្ដែងមួយរូបដែលពោពេញទៅដោយទេពកោសល្យហើយភាពយន្តភាគដែលគាត់បានសម្ដែងរឿងមួយណាក៏ផ្ទុះរឿងមួយណាក៏ទទួលបានការគាំទ្រច្រើនពីមហាជនស្ទើរទូទាំងពិភពលោកអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀតហើយសូមកុំភ្លេចជួយ Subscribe Channel YouTube របស់ខ្ញុំបាទ Sharing with ចន្ទរារិទ្ធដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតគណៈនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា